ពីក្រោយខ្ញុំនេះមិនមែនជាតំបន់ទេសចរទេហើយក៏មិនអាចអភិវឌ្ឍឲ្យខ្លាយទៅជាតំបន់ទេសចរដែរប៉ុន្តែក្នុង content មួយនេះគឺចង់និយាយពីចំណាប់អារម្មណ៍របស់ភ្ញៀវត្រៃម្នាក់នេះបងប្អូនប្រហែលជាស្គាល់គាត់ធំមែនទែននៅក្នុង Instagram ហើយ YouTube អញ្ចឹងអាចមើល Instagram គាត់បានអញ្ចឹងនេះគឺជា request របស់ភ្ញៀវត្រៃគាត់ស្នើសុំឲ្យយើងជូនទៅកន្លែងប្លែកកន្លែងដែលគាត់ចាប់អារម្មណ៍ហើយមើលតាម content របស់គាត់នៅលើ Insta យើងឃើញថា content របស់គាត់ភាគច្រើនគឺប្របាបែបនេះហើយអញ្ចឹងការស្នើសុំឲ្យគាត់ស្នើសុំពីខ្ញុំឲ្យមកមើលខ្ញុំត្រូវជូនគាត់មកមើលនេះមិនមែនជាតំបន់ទេសចរអញ្ចឹងអត់ចង់ឲ្យបងប្អូនយល់ច្រឡំទេប៉ុន្តែក៏យើងធ្វើ content ផ្សេងពីតំបន់កន្លែងដើរលេងដែរយ៉ាងណាមិញវីដេអូបែបនេះយើងមិនចង់ឲ្យឃើញទេទៅខាងពិភពលោកប៉ុន្តែគាត់គឺជាអ្នកធ្វើ content ប្រភេទបែបហ្នឹងដែរអញ្ចឹងអ្វីដែលគាត់និយាយគាត់ព្យាយាមកាច់ន័យឲ្យវាល្អហើយភ្ញៀវបានស្នើខ្ញុំហើយខ្ញុំគ្រាន់តែផ្ដល់សំណើឲ្យភ្ញៀវនេះឲ្យបានមកឃើញគេហៅ Secret Land Feel កន្លែងដែលមាន rapper ម្នាក់ថ្មីគាត់ទៅចេញមកពីប្រវត្តិជួចត់ជាច្រើនមនុស្សដែលរស់នៅហើយអត់មានការងារណាល្អធ្វើគាត់ព្យាយាមធ្វើអ្វីដែលស្របច្បាប់ត្រឹមត្រូវពិបាកប៉ុណ្ណាក៏គេនៅតែធ្វើបានប៉ុន្តែហេតុអីបានយើងមួយចំនួននៅតែធ្វើរឿងខុសនៅតែធ្វើរឿងខុសច្បាប់ដើម្បីជីវភាពរស់នៅពួកគាត់ច្រើនគូសារមែនតើការធ្វើបែបនេះគាត់មកជាមួយនឹងលំមកធំមកទាំងប្តីមកទាំងប្រពន្ធវិចបាយយកមកហូបហើយរើសដើម្បីតែពួក plastic ដែលយើងអាចយកទៅលក់សារឡើងវិញឬក៏លក់ឲ្យក្រុមហ៊ុនរោងចក្រដែលមានតម្លៃត្រឹមតែ500 600រៀលអញ្ចឹងជីវិតគឺបែបនេះប៉ុន្តែអ្វីដែលភ្ញៀវស្នើពេលខ្លះ is crazy ពេលខ្លះវាភ្ញៀវស្នើរកអីប្លែកប៉ុន្តែមិនមែនឲ្យគ្រប់មុខទេប៉ុន្តែរឿងនេះគឺស័ក្តិសមនឹងយកគាត់ហើយនឹងបង្ហាញគាត់ឲ្យឃើញបងប្អូនគិតយ៉ាងម៉េចដែរ something that you happy to see Yeah, no, it's certainly interesting. Well, it's eye-opening, that's for sure. but it's not a tourism site No, definitely not. however It's real. Something people should see though. Yeah. You've got to see how different societies live, different community groups live. Should we talk to some people?